តើអ្នកជឿទេថាបុរសម្នាក់ដែលធ្លាប់បង្កើតរថយន្តសម្រាប់គ្រួសាររាប់លានអ្នកជិះថ្ងៃមួយបែរជាប្រែក្លាយរោងចក្ររបស់ខ្លួនទៅជារោងចក្រផលិតយន្តហោះទម្លាក់គ្រាប់បែកដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោកបុរសម្នាក់នោះគឺ Henry Ford អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត Henry Ford ធ្លាប់បានប្រកាសជាសាធារណៈថារោងចក្រគួរតែផលិតរបស់ដែលធ្វើឲ្យជីវិតរស់នៅរបស់មនុស្សកាន់តែប្រសើរឡើងមិនមែនផលិតអាវុធសម្រាប់សម្លាប់គ្នាឡើយប៉ុន្តែនៅពេលសង្គ្រាមលោកលើកទី2ផ្ទុះឡើងរោងចក្ររបស់គាត់បែរជាផលិតយន្តហោះចម្បាំងអាវុធនិងយានយន្តយោធារាប់ម៉ឺនគ្រឿងដើម្បីបម្រើក្នុងភ្លើងសង្គ្រាមទៅវិញតើ Henry Ford បានបោះបង់គោលការណ៍របស់ខ្លួនដោយស្ម័គ្រចិត្តមែនទេឬមានសម្ពាធនឹងរឿងអាចកំបាំងអ្វីមួយដែលបានបង្ខំឲ្យគាត់ធ្វើការសម្រេចចិត្តបែបនេះថ្ងៃនេះយើងនឹងស្វែងរកការពិតដែលមនុស្សជាច្រើនមិនធ្លាប់បានដឹងមុនសង្គ្រាមបុរសដែលមិនចង់ឃើញសង្គ្រាមក្រោយពីជោគជ័យដ៏អស្ចារ្យរបស់ Ford Model T Henry Ford បានក្លាយជាមហាសេដ្ឋីនិងជាបុរសដ៏ល្បីល្បាញបំផុតម្នាក់នៅលើពិភពលោកមនុស្សរាប់លានអ្នកស្គាល់គាត់ថាជាបុរសដែលបានផ្លាស់ប្ដូរឧស្សាហកម្មរថយន្តនិងធ្វើឲ្យរថយន្តដែលធ្លាប់ជារបស់ប្រណិតក្លាយជាមធ្យោបាយធ្វើដំណើរសម្រាប់គ្រួសារធម្មតាបានប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនសូវដឹងនោះគឺ Henry Ford មិនមែនគិតតែពីប្រាក់ចំណេញឬការលក់រថយន្តប៉ុណ្ណោះទេគាត់មានជំនឿមួយដែលគាត់តែងតែនិយាយជាញឹកញាប់រោងចក្រគួរតែបង្កើតរបស់ដែលធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរមិនមែនបង្កើតរបស់ដែលនាំមកនូវការបំផ្លាញឡើយនៅក្នុងសង្គ្រាមលោកលើកទី1 Henry Ford បានបង្ហាញជំហរគាំទ្រសន្តិភាពយ៉ាងច្បាស់គាត់ជឿថាសង្គ្រាមមិនមែនមានអ្នកឈ្នះពិតប្រាកដទេទោះបីប្រទេសមួយឈ្នះនៅលើសមរភូមិក៏ដោយក៏មនុស្សរាប់លានអ្នកនៅតែបាត់បង់ជីវិតគ្រួសាររាប់លានត្រូវបែកបាក់ហើយសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែជំនឿនេះគាត់ធ្លាប់គាំទ្រចលនាសន្តិភាពនិងសង្ឃឹមថាមហាអំណាចនានាអាចដោះស្រាយជម្លោះតាមរយៈការចរចាជំនួសឲ្យការប្រើកម្លាំងយោធានៅពេលនោះមនុស្សជាច្រើនបានមើលឃើញ Henry Ford មិនត្រឹមតែជាមហាសេដ្ឋីទេប៉ុន្តែជាបុរសដែលមានឧត្តមគតិចង់ឃើញពិភពលោករស់នៅក្នុងសន្តិភាពប៉ុន្តែប្រវត្តិសាស្ត្រមិនតែងតែដើរតាមបំណងប្រាថ្នារបស់មនុស្សនោះឡើយនៅចុងសតវត្សឆ្នាំ1930ពិភពលោកចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងឆាប់រហ័សអាល្លឺម៉ង់ក្រោមការដឹកនាំរបស់ Adolf Hitler កំពុងពង្រីកអំណាចយោធាប្រទេសជាច្រើននៅអឺរ៉ុបចាប់ផ្ដើមធ្លាក់ចូលក្នុងភាពភ័យខ្លាចអាល្លឺម៉ង់បានវាយប្រហារប្រទេសជាច្រើនជាបន្តបន្ទាប់មិនមែនវាយទាំងអស់ក្នុងពេលតែមួយទេហើយសង្គ្រាមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកំពុងខិតជិតមកដល់ទោះជាយ៉ាងណានៅពេលនោះសហរដ្ឋអាមេរិកនៅតែព្យាយាមរក្សាអព្យាក្រឹតFord Motor Company ក៏នៅតែផលិតរថយន្តសម្រាប់ប្រជាជនដូចធម្មតាគ្មាននរណាម្នាក់នឹកស្មានថាក្នុងរយៈពេលត្រឹមប៉ុន្មានឆ្នាំបន្ទាប់រោងចក្រដែលធ្លាប់ផលិតរថយន្តសម្រាប់គ្រួសារនឹងក្លាយជារោងចក្រផលិតសម្ភារៈយោធាដ៏ធំបំផុតមួយនៅលើពិភពលោកហើយការផ្លាស់ប្ដូរដ៏ធំនោះបានចាប់ផ្ដើមពីព្រឹត្តិការណ៍មួយដែលបានធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលថ្ងៃទី7ខែធ្នូឆ្នាំ1941កំពង់ផែ Pearl Harbor ត្រូវបានវាយប្រហាររោងចក្ររថយន្តក្លាយជារោងចក្រសង្គ្រាមការវាយប្រហារលើ Pearl Harbor បានផ្លាស់ប្ដូរប្រវត្តិសាស្ត្រអាមេរិកទាំងមូលមួយថ្ងៃក្រោយមកសហរដ្ឋអាមេរិកបានប្រកាសចូលរួមសង្គ្រាមលោកលើកទី2ជាផ្លូវការរំពេចនោះប្រទេសដែលធ្លាប់ព្យាយាមនៅក្រៅសង្គ្រាមក្លាយជាប្រទេសដែលត្រូវត្រៀមខ្លួនសម្រាប់សង្គ្រាមពេញទំហឹងប៉ុន្តែមានបញ្ហាធំមួយសហរដ្ឋអាមេរិកត្រូវការយន្តហោះរថយន្តយោធាម៉ាស៊ីនគ្រឿងបន្លាស់និងសម្ភារៈជាច្រើនក្នុងរយៈពេលដ៏ខ្លីរោងចក្ររបស់រដ្ឋាភិបាលមិនអាចផលិតគ្រប់គ្រាន់ឡើយដូច្នេះ
រដ្ឋាភិបាលងាកទៅរកក្រុមហ៊ុនឯកជនធំក្នុងចំណោមក្រុមហ៊ុនធំទាំងនោះ Ford Motor Company គឺជាក្រុមហ៊ុនមួយដែលមានសមត្ថភាពផលិតខ្ពស់បំផុតហេតុផលមិនមែនដោយសារក្រុមហ៊ុននេះមានម៉ាស៊ីនទំនើបជាងគេនោះទេប៉ុន្តែដោយសារតែ Henry Ford បានបង្កើតប្រព័ន្ធ Moving Assembly Line ដែលអាចផលិតរបស់ដដែលបានយ៉ាងលឿននិងមានប្រសិទ្ធភាពរដ្ឋាភិបាលជឿថាបើប្រព័ន្ធនេះអាចផលិតរថយន្តរាប់ពាន់គ្រឿងក្នុងរយៈពេលខ្លីបានវាក៏អាចផលិតសម្ភារៈយោធាបានដូចគ្នាដែរនោះហើយជាចំណុចដែលធ្វើឲ្យ Henry Ford និងក្រុមហ៊ុនរបស់គាត់ត្រូវប្រឈមនឹងការសម្រេចចិត្តដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនតើត្រូវរក្សាគោលការណ៍ដែលខ្លួនជឿជាក់អស់មួយជីវិតឬត្រូវបំលែងរោងចក្រទាំងមូលដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមនៅទីបំផុតការសម្រេចចិត្តមួយត្រូវបានធ្វើឡើងហើយការសម្រេចចិត្តនោះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល Henry Ford មិនមែនបរិសុទ្ធដែលចង់ឃើញសង្គ្រាមកើតឡើងនោះទេអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលគាត់បានបង្ហាញជំហរគាំទ្រសន្តិភាពនិងជឿថារោងចក្រគួរតែផលិតអ្វីជួយឲ្យជីវិតរស់នៅរបស់មនុស្សយើងកាន់តែប្រសើរឡើងមិនមែនផលិតអាវុធសម្រាប់ការបំផ្លាញឡើយប៉ុន្តែនៅពេលសង្គ្រាមលោកលើកទី2បានរាលដាលទៅជាចំនួនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រហើយសហរដ្ឋអាមេរិកបានចូលរួមសង្គ្រាមបន្ទាប់ពីការវាយប្រហារលើ Pearl Harbor អាទិភាពរបស់ប្រទេសបានផ្លាស់ប្ដូរទាំងស្រុងនៅក្នុងស្ថានភាពបែបនោះឧស្សាហកម្មរបស់អាមេរិកទាំងមូលត្រូវបានកែប្រែដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារប្រទេសរបស់ពួកគេឲ្យអស់ពីលទ្ធភាព Ford Motor Company ក៏បានក្លាយជាផ្នែកមួយនៃការចល័តឧស្សាហកម្មដ៏ធំនេះផងដែរអ្វីដែល Henry Ford បានបង្កើតសម្រាប់ការផលិតរថយន្តបានក្លាយជាប្រព័ន្ធដែលអាចផលិតយន្តហោះយានយន្តយោធានិងសម្ភារៈការពារជាតិបានក្នុងល្បឿនដែលពិភពលោកមិនធ្លាប់ឃើញពីមុនអ្នកប្រវត្តិសាស្ត្រជាច្រើនយល់ស្របថាក្នុងសង្គ្រាមសម័យទំនើបការឈ្នះមិនអាស្រ័យលើតែភាពក្លាហានរបស់ទាហាននៅលើសមរភូមិប៉ុណ្ណោះទេប៉ុន្តែក៏អាស្រ័យទៅលើសមត្ថភាពផលិតនិងការផ្គត់ផ្គង់នៅពីក្រោយសមរភូមិផងដែរហើយនៅក្នុងសង្គ្រាមល្បឿននៃការផលិតពេលខ្លះមានសារៈសំខាន់មិនចាញ់ល្បឿននៃការប្រយុទ្ធនៅលើសមរភូមិឡើយរឿងរ៉ាវរបស់ Henry Ford បង្ហាញឲ្យយើងឃើញថាបច្ចេកវិទ្យានិងការច្នៃប្រឌិតមិនមែនល្អឬអាក្រក់ដោយខ្លួនឯងនោះទេតម្លៃពិតរបស់វាអាស្រ័យទៅលើរបៀបដែលមនុស្សជ្រើសរើសយកវាទៅប្រើគំនិតតែមួយអាចបង្កើតរថយន្តដែលធ្វើឲ្យជីវិតមនុស្សរាប់លាននាក់កាន់តែងាយស្រួលហើយគំនិតដដែលនោះក៏អាចក្លាយជាកម្លាំងដ៏សំខាន់ដែលជួយឲ្យប្រទេសមួយផលិតសម្ភារៈការពារជាតិនិងឆ្លងកាត់សង្គ្រាមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរនេះហើយជាភាពស្មុគស្មាញនៃប្រវត្តិសាស្ត្រពេលខ្លះការច្នៃប្រឌិតមួយមិនបានផ្លាស់ប្ដូរត្រឹមតែឧស្សាហកម្មឬសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រពិភពលោកទាំងមូលផងដែរបើលោកអ្នកចូលចិត្តមាតិកាប្រវត្តិសាស្ត្រនិងជីវប្រវត្តិបុគ្គលដែលផ្លាស់ប្ដូរពិភពលោកសូមចុច Like Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗរបស់យើងនៅវគ្គបន្ទាប់យើងលើកយកអាថ៌កំបាំងនិងភាពចម្រូងចម្រាសក្នុងជីវិតរបស់ Henry Ford ដែលបានធ្វើឲ្យមនុស្សជាច្រើនជជែកវែកញែកអស់ជាច្រើនទសវត្សរ៍ហើយរឿងខ្លះប្រហែលជាអ្នកមិនធ្លាប់បានឮពីមុនមកឡើយសូមទស្សនាវីដេអូបន្ទាប់